បាទសូមជម្រាបសួរពុកម៉ែបងប្អូនគ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទថ្ងៃដែលខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសារជាថ្មីទៀតហើយនៅក្នុង clip វីដេអូនេះដែរខ្ញុំចង់បង្ហាញបងប្អូនពីរបៀបលុបលេខទូរស័ព្ទឬក៏ Gmail ចេញពីបាទ Facebook ហើយសូមធ្វើវីដេអូបង្ហាញបងប្អូននៅលើទូរស័ព្ទនេះតែម្ដងណាពេលនេះសូមបែរកាមេរ៉ាបន្តិចណាបាទមុននឹងខ្ញុំបង្ហាញបងប្អូនពីរបៀបទៅលុបបាទ Gmail សូមបើកវងកញ្ចក់និយាយបន្តិចសម្រាប់បងប្អូនដែលត្រៀមនឹងធ្វើការផ្លាស់ប្ដូរលេខទូរស័ព្ទឬមួយក៏បងប្អូននៅប្រទេសបាទទី2មុននឹងចេញមកស្រុកខ្មែរបងប្អូនត្រូវតែមើលនៅលើ Facebook បងប្អូនហ្នឹងបាទតើមានជាប់បាទលេខទូរស័ព្ទនៅប្រទេសគេអត់ឬមួយក៏បងប្អូននៅប្រទេសខ្មែរប៉ុន្តែបងប្អូនហ្នឹងបាទធ្វើការផ្លាស់ប្ដូរលេខទូរស័ព្ទមុនបងប្អូនធ្វើការផ្លាស់ប្ដូរលេខទូរស័ព្ទបងប្អូនគ្រូតែធ្វើការលុបបាទលេខទូរស័ព្ទដែលជាប់នៅលើ Facebook ឬក៏បាទផ្សេងហ្នឹងបងប្អូនធ្វើការលុបចេញឲ្យអស់ទៅណាបាទបើសិនជាក្នុងករណីដែលបងប្អូនយកលេខទូរស័ព្ទហ្នឹងបង្កើតជាមួយ Facebook បងប្អូនបាទចោលលេខទូរស័ព្ទចាស់ហ្នឹងហើយបងប្អូនមិនអាចដកលេខទូរស័ព្ទហ្នឹងចេញពី Facebook ឬក៏លុបលេខទូរស័ព្ទចេញពី Facebook បានទេពីព្រោះតែបើសិនជាបងប្អូនធ្វើការលុបចេញណាបាទគេនឹងផ្ញើលេខកូដបាទឬក៏ SMS ដូចជា5ទៅ6ខ្ទង់ឬក៏8ខ្ទង់អីឲ្យយកមកវាយលើ account Facebook ទៅបងប្អូនធ្វើការលុបលេខទូរស័ព្ទឬក៏ Gmail ចេញបានអញ្ចឹងហើយខ្ញុំណែនាំបងប្អូនហ្នឹងបាទគូតែបាទមុននឹងបាទប្រើលេខថ្មីបោះបង់លេខចាស់ចោលហ្នឹងបងប្អូនគូតែបាទពិនិត្យមើលតើលេខទូរស័ព្ទបងប្អូនបានបង្កើតជាមួយ Facebook អត់បាទបើសិនជាបងប្អូនអត់បានបង្កើតបងប្អូនគ្រាន់តែបញ្ចូល off ដោយ account Facebook របស់ខ្ញុំនេះបាទខ្ញុំបង្កើត Facebook ដំបូងគឺខ្ញុំបង្កើតតាមរយៈ Gmail ហើយលេខទូរស័ព្ទនេះជាលេខទូរស័ព្ទអមទេណាបាទអញ្ចឹងអត់អីទេពីព្រោះតែបើសិនជាខ្ញុំចង់លុបលេខទូរស័ព្ទហ្នឹងគេផ្ញើលេខកូដចូលទៅក្នុងបាទ Gmail អញ្ចឹងគេយកបាទច្បាប់ដើមតំអាងណាបាទអញ្ចឹងវាអត់អីទេហើយលេខទូរស័ព្ទនេះបើសិនជាខ្ញុំដូចថាខ្ញុំយកបង្កើតជាមួយ account Facebook ក៏ខ្ញុំមិនអាចដកចេញបានដែរពីព្រោះតែលេខទូរស័ព្ទនេះមិនមែនជាលេខទូរស័ព្ទប្រទេសខ្មែរយើងទេបាទគឺនៅប្រទេសគេផ្សេងបាទគឺមានន័យថាប្រទេសទី2ហើយខ្ញុំទៅបង្វិលត្រឡប់មកប្រទេសខ្មែរយើងវិញទេអញ្ចឹងបើសិនគេផ្ញើលេខកូដទៅក៏ខ្ញុំមិនអាចលុបចេញបានដែរទាល់តែបាទធ្វើការផ្លាស់ប្ដូរបាទ account Facebook ថ្មីគឺមានន័យថាខ្ញុំបង្កើត Facebook ថ្មីមួយទៀតលេងណាទើបអាចបានប៉ុន្តែបើសិនជាខ្ញុំទៅប្រើ account Facebook ចាស់ហ្នឹងគឺខ្ញុំគ្មានសិទ្ធិដកលេខនឹងចេញបានទេអញ្ចឹងហើយខ្ញុំ recommend បងប្អូនហ្នឹងមុននឹងធ្វើការបាទមកប្រទេសខ្មែរឬមួយបងប្អូននៅប្រទេសខ្មែរមុនធ្វើការផ្លាស់ប្ដូរលេខទូរស័ព្ទបងប្អូនគួរតែពិនិត្យមើលត្រង់ហ្នឹងឲ្យមែនតើណាកុំឲ្យមានភាពសោកស្ដាយនៅពេលក្រោយពេលបងប្អូនខ្លះគឺគាត់ដកអត់ចេញទើបគាត់ទៅនឹងឆែក YouTube អីទៅបាទមើលឃើញថាលេខទូរស័ព្ទហ្នឹងមិនអាចដកបានអញ្ចឹងបងប្អូនមានភាពស្ដាយក្រោយមែនអត់បាទស្ដាយថា account Facebook បងប្អូនហ្នឹងបងប្អូនខំបង្កើតរាប់ឆ្នាំហើយបាទស្ដាយថាដកលេខទូរស័ព្ទចាស់ហ្នឹងចេញហើយបញ្ចូលលេខថ្មីអត់បានអញ្ចឹងបងប្អូនស្ដាយត្រង់ហ្នឹងណាបាទអញ្ចឹងកុំឲ្យមានភាពសោកស្ដាយត្រង់ហ្នឹងបាទអញ្ចឹងជាហ៊ានដំបូងបងប្អូនចូលមកលើ account Facebook បងប្អូនមកបងប្អូនចង់ធ្វើការដកលេខលុបលេខទូរស័ព្ទឬក៏បាច់ Gmail ចេញហើយនៅលើ account Facebook របស់ខ្ញុំនេះសូមតែលុបតែលេខទូរស័ព្ទទេណាអត់លុប Gmail ទេបាទអញ្ចឹងពេលបងប្អូនចេញមកតម្រង់បែបនេះបងប្អូនរកមើលសញ្ញាត្រេះ3ជួនកាលវានៅខាងឆ្វេងដៃជួនកាលវានៅខាងបាក់ស្នាមដៃនេះអញ្ចឹងបងប្អូនមិនបាច់ខ្វល់ទេថាវានៅខាងឆ្វេងខាងស្ដាំបងប្អូនគ្រាន់តែឃើញសញ្ញាត្រេះ3បងប្អូនចុចពីលើសញ្ញាត្រេះ3ហ្នឹងមកណាបាទអញ្ចឹងដោយសារត្រេះ3នេះជួនកាលវាឡើងធំជួនកាលឡើងតូចអញ្ចឹងបងប្អូនចុចពីលើត្រេះ3ហ្នឹងមកបាទឬថាបងប្អូនធ្វើការ scroll មកខាងក្រោមរកមើលសញ្ញារូបកងចក្រគេដាក់ថា Setting and Privacy បាទដូចខាងបងប្អូនរកមើលកន្លែងរូបមនុស្សគេដាក់ថា Setting វិញម្ដងណានៅខាងក្រោម Setting and Privacy ហ្នឹងរួចហើយចុចពីលើ Setting ហ្នឹងមកបាទរួចហើយខ្ញុំធ្វើការ scroll មកខាងក្រោមបន្តិចអរជាស្រ័យមកដល់ត្រង់នេះបងប្អូនយកមកផ្ទាំងតែម្ដងមកណាបាទចង់ភ្លេចបងប្អូនមានពាក្យថាបាទ Meta Account Center បាទ Password and Security ឬមួយក៏បាទ See more in Account Center ហ្នឹងអញ្ចឹងបងប្អូនចុចមើលមកទាំងតែបងប្អូនឃើញកាឡា4ជ្រុងអត់រួចហើយចុចពីលើហ្នឹងមកបាទហើយបងប្អូនធ្វើការ scroll មកខាងក្រោមបន្តិចទៅរកមើលរូបនេះនៅក្នុងដូចជាសុំរូបថតនេះគេដាក់ថាបាទ personal បាទ detail អញ្ចឹងបងប្អូនចុចលើហ្នឹងមកបាទរួចហើយបងប្អូននឹងឃើញកន្លែង Gmail នេះកន្លែងមាន Gmail លេខទូរស័ព្ទហ្នឹងហើយគេដាក់ថាបាទ connect info ហ្នឹងបងប្អូនចុចលើហ្នឹងមក
បាទរួចហើយបងប្អូននឹងឃើញបាទ Gmail និងលេខទូរស័ព្ទបើសិនជាបងប្អូនបានបញ្ចូល Gmail ទី3នោះនឹងឃើញណាបាទអញ្ចឹងត្រង់នេះគេឲ្យដូចជាបញ្ចូលបានត្រឹមតែ3ទេបាទអញ្ចឹងចង់ធ្វើការលុបលេខទូរស័ព្ទនឹងចេញពីព្រោះលេខទូរស័ព្ទនេះមិនមែនជាលេខទូរស័ព្ទរបស់ខ្មែរយើងទេណាបាទហើយនៅលើGmail នេះគឺខ្ញុំបានគ្រប់គ្រងលេខរាល់ថ្ងៃអញ្ចឹងអត់អីទេខ្ញុំចង់ទុក Gmail ប៉ុន្តែបើសិនជាបងប្អូនគិតថា Gmail បងប្អូនចិត្តបាទបោះបង់ចោលហើយបងប្អូនក៏អាចធ្វើការលុបចេញបានដែរបងប្អូនគ្រាន់តែចុចពីលើ Gmail មករួចហើយបងប្អូនចុចពីថាបាទ delete Gmail ហ្នឹងមកណាពេលនោះគេនឹងផ្ញើលេខកូដទៅក្នុង Gmail ឲ្យបងប្អូនធ្វើការមកវាយនៅក្នុងបាទលើ Facebook ហ្នឹងហើយអញ្ចឹងខ្ញុំសូមចុចពីលើលេខទូរស័ព្ទហ្នឹងមកខ្ញុំចង់ធ្វើការដកលេខទូរស័ព្ទហ្នឹងចេញណាគឺដូចតែគ្នាទេបាទចុចពីលើលេខទូរស័ព្ទរួចហើយគ្រាន់តែគេកែបន្តិចណាគេដាក់ថាបាទ delete number អញ្ចឹងបងប្អូនចុចពីលើហ្នឹងមករួចហើយគេមានជម្រើស2បាទបងប្អូនជ្រើសរើសបាទទី1 cancel ទី2បាទ delete បញ្ចប់ពេលបងប្អូនចុចពី delete ហើយគេនឹងផ្ញើលេខកូដបាទដូចជាប្រមាណខ្ទង់នេះចាំមើលអញ្ចឹងបងប្អូនទៅចូលក្នុង Gmail វិញមកនេះគេដាក់ថាទៅផ្ញើទៅក្នុង Gmail នេះបាទមានអក្សរ D ហើយនឹងលេខ8អញ្ចឹងមានន័យថាតារា108មិញហើយណាអញ្ចឹងចូលមក Gmail បាទ request ម្ដងមើលបាទនាងបងប្អូនលេខកូដដូចជា2468ខ្ទង់ណាអញ្ចឹងមើលម៉ោងបងប្អូននេះម៉ោង14:49 14:49អញ្ចឹងអូខេហើយរួចហើយខ្ញុំទៅ copy យកតែម្ដងមកណាចុចស្កត់ឲ្យជាប់លេខកូដហ្នឹងរួចហើយចុចពីថា copy បាទរួចហើយចេញមក Facebook វិញរួចហើយចុចកន្លែងកូដហ្នឹងមករួចហើយចុចពាក្យថាជាស្រ័យបងប្អូនចុចកន្លែងលេខកូដតែម្ដងមកលេខផាសយកហ្នឹងរួចហើយចុចពាក្យថា continue គឺការរងចាំបន្តិចចាំមើលលេខទូរស័ព្ទបាត់ទៅអត់បាទឥឡូវបងប្អូនថយវិញម្ដងមកកុចសញ្ញាគុណថយម្ដងទៀតបាទនាងបងប្អូនបានបាត់ទៅហើយណាបាទអញ្ចឹងនៅសល់តែបាទ Gmail មួយហើយបើសិនជាបងប្អូនគិតថា Gmail មួយនឹងអត់សុវត្ថិភាពទេបងប្អូនចង់បញ្ចូលលេខទូរស័ព្ទបងប្អូនចង់បញ្ចូល Gmail បន្ថែមក៏បងប្អូនអាចធ្វើការបញ្ចូលបានដែរណាបាទបងប្អូនគ្រាន់តែបាទចុចពាក្យថាបាទ add កន្លែងហ្នឹងមកនាងបងប្អូនគេឲ្យយើងមានជម្រើស2ណាបងប្អូនអាចធ្វើការបញ្ចូល Gmail ឬលេខទូរស័ព្ទបានណាអញ្ចឹងខ្ញុំសូមចុចឡើងនេះមកខ្ញុំធ្វើការគេមើលជាស្រ័យបងប្អូនចេញមកវិញមើលគេឲ្យយើង add អីខ្លះអត់បានអានអក្សរបងប្អូនមើលនេះគេដាក់ថា add Gmail នេះ add number មានន័យថាលេខទូរស័ព្ទហើយខាងក្រោមនេះគេឲ្យយើង add Gmail អញ្ចឹងបងប្អូនមានជម្រើស2ណាជាញ៉ាំបានមើលបងប្អូនមិញអញ្ចឹងបើសិនជាបងប្អូនចង់ថា add លេខទូរស័ព្ទបងប្អូនចុចឡើងហ្នឹងមកណាបើសិនជាបងប្អូនចង់ add Gmail បន្ថែមចូលបងប្អូនចុចពីថា add Gmail ហ្នឹងមកណាអញ្ចឹងសូមadd លេខទូរស័ព្ទចុះដើម្បី add លេខទូរស័ព្ទខ្ញុំសូមដាក់088បាទ5 19 33 99រួចហើយចុចគ្រីសរួចហើយចុច next ចាំមើលតើលេខទូរស័ព្ទគេឲ្យអត់ពីព្រោះថាលេខទូរស័ព្ទហ្នឹងខ្ញុំទៅបានបញ្ចូល Facebook ព្រឹកមិញដែរចាំមើលតើគេឲ្យអត់បងប្អូនណាបាទឥឡូវគេនឹងផ្ញើ SMS ទៅលេខទូរស័ព្ទហ្នឹងហើយចាំបងប្អូនធ្វើការរងចាំតិចសិនទៅបើសិនជាអត់ឲ្យចាំខ្ញុំធ្វើការចូល Gmail វិញម្ដងណាឥឡូវចាំដូចយូរដែរហើយបងប្អូនគេអត់ឃើញឲ្យទេចេញទៅកន្លែងសារមើលនេះ message ហ្នឹងបងប្អូនតើឃើញគេផ្ញើមកអត់មកមិន10ជាងខុសគ្នាបងប្អូនណាអញ្ចឹងគឺគេអត់ឲ្យទេបងប្អូនបាទលេខទូរស័ព្ទហ្នឹងដូចជាគេឲ្យបងប្អូនប៉ុន្តែគេអត់តន់ confirm មកឲ្យអញ្ចឹងសូម add បន្ថែមខ្ញុំដាក់ Gmail មួយទៀតបើសិនជាបងប្អូនចង់ដាក់ Gmail បងប្អូនចុចពីថា add Gmail ហ្នឹងមកណារួចចាំបងប្អូនចូល Gmail ឥឡូវសូមដាក់អូនកាចុះសូមដាក់ Gmail មួយនេះទៅចេញខ្ញុំមើលបន្តិចសិនមកនេះបងប្អូនសំអូនកាជាស្រ័យណាសំអូនកាសំ
នេះបងសំអូនកាហ្នឹងបាទរួចហើយចុចគ្រីរួចហើយចុច next ដើម្បីឲ្យជាប់មើលតើអូខេអត់នោះគេផ្ញើលេខកូដទៅ Gmail គេដាក់ថាកូដនេះបងណាអញ្ចឹងចេញមក Gmail វិញចាំមើលគេផ្ញើលេខកូដមកអត់បាទ request ម្ដងមើលម្ដងទៀតយូរបងប្អូនគេអត់ដូចជាអត់សូវមានសេវានៅក្នុងបន្ទប់ហ្នឹងបាទនេះបងប្អូនមិញបាន request ម្ដងជា2ដងនោះនឹងចេញនេះបាទមើលម៉ោងបងណាអញ្ចឹងរៀងយូរបន្តិចម៉ោង 3:53 អធិស្ឋានម៉ោង 14:53 ម៉ោង 14:53 អញ្ចឹងអូខេហើយលេខកូដអញ្ចឹងនឹងទៅ copy យកតែម្ដងទៅគឺលឿនណាបាទចុចសកត់ពីលើលេខកូដហ្នឹងនោះនឹងចេញពាក្យថា call មាន copy អញ្ចឹងណាអញ្ចឹងចុចពាក្យថា copy មករួចហើយទៅផាសនៅក្នុងកន្លែងកូដមិញណាបាទអញ្ចឹងបងប្អូនអាចចុចសកត់ចេះក៏បានរួចហើយចុចពាក្យថាផាសនេះក៏បានបាទរួចហើយបងប្អូនចុចគ្រីសមករួចហើយចុចពាក្យថាបាននិចហ្នឹងមកបាទឥឡូវចុចសញ្ញាគុណរួចហើយចុច close មកដើម្បីឲ្យជាប់ណា close ចឹងមកបាទនោះនឹងបាន Gmail 2ហើយនៅលេខទូរស័ព្ទមួយប៉ុន្តែលេខទូរស័ព្ទនេះដូចអត់ទាន់ត្រឹមត្រូវចេញសញ្ញាពណ៌ក្រហមនេះបាទអញ្ចឹងបើសិនជាត្រឹមត្រូវក៏អូខេហើយបាទអញ្ចឹងមាន Gmail គ្រប់គ្រងដល់តែ2បាទនៅលើទូរស័ព្ទហ្នឹងណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមុននឹងឃ្លីបពីបងប្អូនតែក៏បាទក៏សូមជូនពរជូនជ័យដល់បងប្អូនហើយបើសិនជាការនិយាយស្ដីរបស់ខ្ញុំមានលើលោកខ្វះការត្រង់ចាំដូចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណការជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ